បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកជូនបងប្អូនពីរបៀបយើងផុសវីដេអូទៅលើ account TikTok កុំឲ្យជាប់ logo ដើម្បីបងប្អូនថតពី TikTok ហើយដើម្បីយកទៅផុសទៅក្នុង YouTube ឬក៏ page ឬក៏ account Facebook បងប្អូនណាបាទហ្នឹងកុំឲ្យវាជាប់ logo បងប្អូនគ្នាបាទវិធីបិទគឺមានបងប្អូនទាំងអស់គ្នាបាទវិធីបិទបាទអញ្ចឹងមុនយើងចូលទៅធ្វើដល់គ្នាយើងគួរតែស្ដាប់ខ្ញុំទៅបងប្អូនទាំងអស់គ្នាបាទអញ្ចឹងណាអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនបាទការថតហ្នឹងបាទនៅលើ account TikTok ណាគឺកាមេរ៉ាយើងអាច edit រូបរបស់យើងឲ្យបានស្អាតហ្នឹងទៅបងប្អូនជឿចិត្តថតផុសក្នុង account TikTok នេះហើយបាទបងប្អូនយកមកផុសក្នុង page ឬក៏ Facebook គឺបានដូចគ្នាបងប្អូនអញ្ចឹងណាពេលយើងផុសទៅក្នុង account TikTok យើងត្រូវទៅចូលបិទ logo សិនបាទកុំឲ្យជាប់ logo ណាបាទកុំឲ្យជាប់ logo ហើយរួចហើយបងប្អូនយកមកផុសចូល page ឬក៏ account Facebook បងប្អូនមកអញ្ចឹងណាអញ្ចឹងកុំឲ្យយូរបងប្អូនបាទនៅក្នុងវីដេអូនេះបងប្អូនទៅបិទ logo បាទនៅក្នុង account TikTok របស់គ្នាបាទហើយនឹងការផុសលើ account TikTok របស់គ្នាបាទសួស្តីពុកម៉ែបងប្អូនទាំងអ្នកបាទនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកបងប្អូនបាទសារជាថ្មីម្ដងទៀតហើយរបៀបយើងផុសវីដេអូទៅលើ account TikTok កុំឲ្យជាប់ logo បាទអញ្ចឹងបើបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សម្រាប់បងប្អូនបាទបងប្អូនកុំភ្លេចចែករំលែកវីដេអូនេះម្នាក់មួយផងបាទអញ្ចឹងណាដើម្បីឲ្យបានគុណខ្មែរយើងបាទបានចេះទាំងអស់គ្នាបងប្អូនខ្មែរយើងណាឲ្យបានចេះទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅក្នុង account TikTok ទាំងអស់គ្នាបាទបងប្អូនរងចាំបន្តិចមុនណាបាទបងប្អូនរងចាំបន្តិចបងប្អូនបាទស្វារៀង slow ហ្មងបាទរៀង slow អញ្ចឹងមកដល់កន្លែងនេះបងប្អូនចុចមកលើសញ្ញាបូកមកណាចុចលើសញ្ញាបូកពើបមកបាទមកដល់កន្លែងនេះបងប្អូនចង់ថតជាវីដេអូបាទជាវីដេអូអញ្ចឹងណាបាទយើងថតជាវីដេអូបងប្អូនចង់ថតទៅបាទអញ្ចឹងមាន15វិនាទី60វិនាទីតាមវីដេអូដែលបងប្អូនថតអញ្ចឹងណាបាទចុចកំណត់មករុញកំណត់ឲ្យមកអញ្ចឹងណាហ្នឹងហើយខ្ញុំថតប្រហែលនាទីទៅលើបងប្អូនអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលមានវីដេអូស្រេចបាទដែលយើងថតទុកណាយើងចង់ផុសយកមកផុសអញ្ចឹងបងប្អូនជួយយកខាងក្រោមវានេះបងប្អូនណាខាងក្រោមវានេះមកនេះកន្លែងរូបរបស់យើងហ្នឹងបាទអញ្ចឹងឧបមាខ្ញុំផុសរូបភាពមួយបងប្អូនណាផុសរូបភាពមួយចង់បងប្អូនបាទខ្ញុំផុសរូបរបស់ខ្ញុំមួយបាទចុចក្រៀងពើបឥឡូវដល់កន្លែងសំខាន់យើងដែលយើងគួរធ្វើឲ្យបងប្អូនអរគ្នាបាទដល់កន្លែងនេះបងប្អូននឹងឃើញអូឡើងមកលើនេះមកបងប្អូនឃើញសញ្ញាកងចាក់មួយបងប្អូនណាបាទដាក់ជំរឿច្រើនទៀតបងប្អូនណាចុចកន្លែងហ្នឹងមកបាទយើងចូលទៅបិទបាទអញ្ចឹងមុនបងប្អូនផុសបងប្អូនណាបាទមុនបងប្អូនផុសបងប្អូនត្រូវតែបាទបិទកន្លែងនេះបងប្អូនដែលគេដាក់ជាអក្សរខ្មែរណាដែលមានlogo TikTok នេះអញ្ចឹងណាគេដាក់ថារក្សាទុកការបង្ហោះបាទដែលមានរូបថ្លាព្រិលបាទបងប្អូនអរគ្នាអញ្ចឹងបងប្អូនពេលមុនបងប្អូនផុសណាទៅបញ្ជាក់បងប្អូនកន្លែងនេះណាបាទបងប្អូនត្រូវតែបិទចេញបាទចឹងណាបងប្អូននេះបាទកុំឲ្យទិញជាសញ្ញាពើ Q បាទនេះបងណាបាទបងប្អូនត្រូវដកចេញមកហើយរួចហើយបងប្អូនចូលទៅផុសទៅអញ្ចឹងណាខ្ញុំផុសទៅបាទយើងបង្ហោះមកគឺចោលបងប្អូនហើយយើងដាក់ចំណងជើងអីទៅបាទដាក់ចំណងជើងរួចហើយបាទយើងចូល complete បងប្អូនណា complete យើងចូលទៅបិទមកបាទអូឡើងមកលើបន្តិចមកអូននឹងឃើញហើយបាទហើយនេះបងប្អូនចំណាំទៅណាបងប្អូនអរគ្នាបាទបើយើងបិទបែបនេះបងប្អូនយើងបិទនេះហើយគឺវាអូតូបងប្អូនបងប្អូនផុសវីដេអូសារក្រោយទៀតបាទគឺមិនបាច់ចូលមកបិទវីដេអូបងប្អូនបាទអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនណាបាទពីរបៀបយើងផុសវីដេអូទៅលើ account TikTok បាទអញ្ចឹងបាយបាយអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត